ចូលមកសុខភាពឆ្លងដល់ជាបងប្អូនទៀតខ្ញុំជួយសម្ដែងមកពីរបស់ហើយខ្ញុំនិយាយពី awareness app and conversion app that is used by Cambodia Bank ដែលយើងយកអានមកដើម្បីធ្វើការរៀបប្រាក់ឲ្យយើងឲ្យមនុស្សបានស្គាល់ក៏ដូចជាបានចងចាំនៅ name bank របស់យើងក៏ដូចជា brand របស់យើងដែលយើងកំពុងតែកាន់មានលក់ចឹងទៅឬក៏យើងចង់ផ្សព្វផ្សាយចឹងទៅហើយសម្រាប់ conversion app គឺជាបន្តអស់ฉะนั้นវាជា app ដែល focus ទៅលើការ make people ឲ្យ take action ដែលលក្ខណៈថានិយាយទៅសកម្មភាពអីមួយជាមួយយើងដែរដូចជាការនៅមើលវីដេអូរបស់យើងបានជួយចឹងទៅហើយមួយទៀតដែរយើងដូចជាការដែលយើងធ្វើការdownload ទៅកាន់ app មួយហ្នឹងដែលគេធ្វើការ awareness មុននឹងចឹងណាធ្វើការប្រាប់យើងចឹងទៅហើយយើងបានឃើញថាមាន action មួយក្នុងការដែលចូល download ទៅតាមពេលដែលគេសង្ស័យខ្លាំងចឹងទៅហើយមួយទៀតដែរក៏យើងអាច open account របស់យើងនៅវិញមកណាហើយនេះជាតែបងអាចនិយាយពី feature ដែលនៅក្នុង feature ហ្នឹងយើងមាន goal mistake success metrics and audience សម្រាប់ goal គឺជាគោលដៅមួយដែលawareness ហ្នឹងគឺធ្វើការចង់ឲ្យ brand របស់គេហ្នឹងមាន reach ទៅ brand របស់គេហើយសម្រាប់ conversion ads គឺសំដៅទៅលើ specific action ដែលគេចាប់អារម្មណ៍ទៅលើអីដែលយើងធ្វើការសាញដែរហើយសម្រាប់ mistake គឺជាអីដែលក្រុមហ៊ុនធ្វើការ mistake ទៅកាន់ audience ហើយគាត់ធ្វើការ open account របស់គាត់ក៏ដូចជាបង្កើតចំណេះដឹងរបស់គាត់នៅក្នុង brand របស់គាត់ចឹងទៅហើយ success metrics នេះសំដៅទៅលើការរបស់ awareness គឺវាចង់បានទៅលើការ view like ហើយ share ហើយ conversion app គឺសំដៅទៅលើគេចង់ឲ្យយើងធ្វើការ download ឬក៏គេមានជាការលក់នៅសេវាកម្មផ្សេងៗនៅក្នុងហិរញ្ញវត្ថុក្នុងធនាគារគេមួយចឹងទៅហើយក៏មានការធ្វើការសាច់អាចចូលនៅក្នុងតំណែងapp មួយដែរចឹងទៅហើយសម្រាប់ audience គឺគេកំណត់យក everyone ទៅគ្រប់គ្នាតែម្ដងគឺអត់មានកំណត់ថាអ្នកណាទៅតែអត់តែខ្ញុំ app បែបបានគឺគេឲ្យចូល everyone មកហើយចុងក្រោយគេកន្លែង awareness conversion របស់ app ហ្នឹងគឺចង់បាន interested ពីយើងក្នុងការដែលយើងចាប់អារម្មណ៍ក្នុងការប្រើ app ហើយនៅក្នុងពួកខ្ញុំនេះក៏និយាយពី app របស់ Wing ដែរចឹងវាពាក់ព័ន្ធជាមួយនឹងក្រុមមុនដែរកន្លែងគាត់បាន present ពី Wing ចឹងបងប្អូនអរគុណថាជាបានយល់ដឹងនៅព័ត៌មានខ្លះពី Wing ដែរចឹង